បាទឥឡូវនេះយើងធ្វើការថយបាទដើម្បីដាក់ចូលក្រជូនគាត់បាទសូមគោរពបាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបាទយើងធ្វើការឡើងគោបាទចំនួន2ម្ចាស់បាទមេអបកូនយើងឡើងទៅខាងស្រុកថ្មគោលខេត្តបាត់ដំបងបាទហើយនឹងផែនបាមួយក្បាលហើយនឹងមេជំទង់2ក្បាលយើងធ្វើការឡើងទៅកាន់បងប្រុសបាទនៅខាងស្រុកមង្គលបុរីបាទខេត្តបន្ទាយមានជ័យបាទខេត្តជាមួយគ្នាបាទចិត្តដឹកជូនបងប្អូនណាបាទបាទមួយនេះអត់អោយឡើងទេបាទមួយនេះទៅខាងបាទទៅខាងព្រៃវែងបាទខាងព្រៃវែងបងចង់បានគោយើងនៅមានបងប្អូនណាបាទឈ្មោះញីអីបាទយើងនៅមានបាទស្អាតនេះបាទចង់បានអាចបរិសនៅក្រោលបានបងប្អូនបាទមេផើមក៏មានដែរបងប្អូនបាទនេះបាទមាននេះមាននេះឡើងបរយបាទភ្ញៀវយកហើយបងប្អូនណាបាទនេះទឹកជូនភ្ញៀវបាទនេះពេញមួយឡានល្មមតោះឡើងតោះឡើងឡើងហុចខ្សែអូនថាអត់យកខ្សែពីឆ្នាអត់ឡើងរត់ទៅដល់វិញទៅចង់ដល់វិញបាទបន្ទាប់ពីយើងឡើងគោបាទចំនួន5ក្បាលរួចរាល់ហើយបាទយើងធ្វើការបាទបិទទ្វារដើម្បីសេរីចងខ្សែបានត្រឹមត្រូវដើម្បីធ្វើការចេញដំណើរដឹកជូនភ្ញៀវបាទថ្ងៃនេះគឺជាថ្ងៃទី7បាទថ្ងៃទី7ខែឧសភាបាទឆ្នាំ2025បាទឥឡូវនេះយើងធ្វើដំណើរមកដល់ម្ចាស់ទី1ហើយបាទម្ចាស់គាត់មកទទួលបាទជិះម៉ូតូនៅមុខបាទកាត់វីដេអូបន្តិចឥឡូវនេះយើងមកដល់ក្រោលរបស់គាត់ហើយបាទឃើញថាទេសភាពបាទជុំវិញក្រោលរបស់គាត់នេះគឺស្អាតមែនទែនបាទស្រឡះល្អបាទគោគាត់នៅក្នុងក្រោលក៏មានច្រើនបាទមានទាំងគោតលេមានទាំង Beef Master បាទមានទាំងCharolais បាទឥឡូវនេះក៏ដាក់5ម៉ាន់ទៀតបាទនៅក្នុងក្រោលនេះគឺមាន3ពូជបងប្អូនបាទអ្វីដែលខ្ញុំកាត់សម្គាល់គឺគាត់ធ្វើក្របានស្អាតបានទលាយល្អបាទអាកាសធាតុល្អបងប្អូនបាទឥឡូវនេះកំពុងរៀបចំថយដើម្បីដាក់គោជូនគាត់បាទចំនួន3ក្បាលបាទផែនបាមួយក្បាលមេជំទង់2ក្បាលបងប្អូនបាទហើយទេសភាពខៀវខ្ចីនៅខាងមុខនេះគឺជាស្មៅដែលគាត់ដាំទុកប្រលេងឲ្យគោដើរស៊ីកុំឲ្យវា stress កុំឲ្យវាតបបំល់នៅក្នុងក្រោលណាបាទល្អមែនទែនទីនេះមកបាទទីទ្វារទីទ្វារបាទឥឡូវនេះបាទគោរបស់គាត់ចំនួន3ក្បាលបានចុះពីលើឡានចូលក្រោលរួចរាល់ហើយបាទឃើញថាគោរបស់គាត់គឺល្អមែនទែនបងប្អូនណាបាទល្អបាទគាត់ចម្រាញ់យកតែប្រភេទមេពូជបាទចិញ្ចឹមតិចប៉ុន្តែគុណភាពបងប្អូនបាទបន្ទាប់ពីយើងបានទម្លាក់គោដាក់ក្រោលគាត់ហើយបាទធ្វើដំណើរទៅម្ចាស់ទី2បាទនៅខាងស្រុកថ្មគោលបាទខេត្តបាត់ដំបងបាទឥឡូវនេះមកដល់យប់បងប្អូនបាទធ្វើដំណើរមកយប់តែម្ដងបាទឥឡូវឃើញថាគោរបស់គាត់សិតតែគោទលេបាទធឿតល្អណាស់បងប្អូនបាទគាត់ចងនៅក្រៅក្រោលដោយសារតែវាអត់មានមូសកាសធាតុល្អគាត់ចងហើយគាត់ចង់បាន5ម៉ាន់យកទៅដាក់មីអបគោលមួយឈុតទៀតឥឡូវទម្លាក់ជូនគាត់ហើយបងប្អូនបាទពីម្ចាស់បាទបិទគូតចុងក្រោយបាទយប់តែម្ដងបងប្អូនបាទនេះមីអប